លោកគ្រូខ្ញុំគាត់បង្រៀនថាយើងកុំចំណាយពេលវេលាតបតែងជីវិតយើងឲ្យមើលទៅស្អាតក្នុងភ្នែកអ្នកដទៃរហូតភ្លេចសាងជីវិតខ្លួនឲ្យមានតម្លៃពិតប្រាកដសម្រាប់ខ្លួនឯងខ្ញុំនឹកឃើញដល់រឿងបរិសម្នាក់គាត់និយាយថាបើគ្មានឡានល្អជិះទេគាត់មិនត្រឡប់ទៅស្រុកកំណើតទេពួកគាត់ខ្មាស់គេថ្ងៃមួយម្ដាយរបស់គាត់ក៏ទទួលមរណភាពគាត់និយាយថាគាត់ស្ដាយមែនតើដែលគាត់រវល់គិតតែរឿងមុខមាត់ជាធំគិតតែរឿងខ្មាស់គេជាធំរហូតមិនមានសូម្បីតែរូបថតចុងក្រោយជាមួយម្ដាយរឿងនេះបានបង្រៀនយើងថាពេលខ្លះកុំរស់នៅក្នុងកែវភ្នែកអ្នកដទៃច្រើនពេករហូតភ្លេចធ្វើរឿងដែលមានតម្លៃសម្រាប់ជីវិតខ្លួនឯងអ្នកខ្លះហ៊ានទិញរបស់ថ្លៃៗដើម្បីសម្ញែងគេតែមិនហ៊ានហូបឆ្ងាញ់ដើម្បីខ្លួនឯងទេអ្នកខ្លះហ៊ានទិញរបស់ brand ដើម្បីអួតគេតែមិនហ៊ានទិញពូកឬក្រេល្អមួយសម្រាប់ខ្លួនឯងដេកលក់ស្រួលទេអ្នកខ្លះសុខចិត្តឲ្យជីវិតខ្លួនឯងវេទនាដើម្បីផ្គប់ចិត្តផ្គប់ភ្នែកអ្នកដទៃឲ្យគេមើលមកឃើញថាលយឲ្យគេមើលមកឃើញថាអស្ចារ្យទាំងរឿងខ្លះអត់មានតម្លៃសម្រាប់ខ្លួនឯងសោះអ្នកត្រូវចាំថាអ្នកដទៃមើលមកយើងបែបណាជារឿងដោយឡែកធ្វើរឿងដែលមានតម្លៃសម្រាប់ជីវិតខ្លួនឯងជារឿងចាំបាច់បំផុតសម្រាប់ជីវិតយើងកុំខ្វល់ថាគេមើលមកយើងបែបណាតម្លៃយើងគឺពិតជារឿងសំខាន់ទោះគេមិនសរសើរក៏